បាទសួស្តីបងប្អូនវីដេអូនេះយើងចង់បង្ហាញពីរបៀប export data survey បន្ទាប់ពីយើងបានប្រមូលទិន្នន័យរួចហើយលើកមុនយើងធ្លាប់ធ្វើវីដេអូ export នេះម្ដងហើយគឺទៅតាមរយៈ Telegram លើនេះយើងបង្ហាញ export point តាមរយៈការប្រើខ្សែ USB Type C នេះហើយនឹង Telegram ដែរអញ្ចឹងយើងបើក Superpad របស់យើងបែបនេះមកយើងចុចពាក្យexport file នោះនេះបងប្អូនចុចលើវាមកអញ្ចឹងវាចេញផ្ទាំងបែបនេះនៅត្រង់ចំណុចនេះឈ្មោះ file របស់យើងគឺនេះគឺ A4 នេះសម្រាប់ format របស់វាគឺខ្ញុំអត់បង្ហាញទេព្រោះបងប្អូនអាចទៅមើលវីដេអូលើមុនបានអញ្ចឹងសម្រាប់ controller ដដែលនេះគឺយើងប្រើតែ format បែបនេះដដែលអញ្ចឹងហើយត្រង់ export row នេះគឺយើងអត់បើកវាធៀបទេគឺយើងបើកបែបនេះចំណាំហើយហ្នឹងអញ្ចឹងយើងចូលមក export មកត្រង់នេះយើង export វាទៅក្នុងនេះបងប្អូនឃើញខាងលើគេដាក់ internal store Superpad អញ្ចឹងបងប្អូនចូលមកកន្លែង export នេះមកចុចលើវាទៅប៉ុន្តែមកបងប្អូនចុច export ទៅវា process ទិន្នន័យចេញអញ្ចឹងបើសិនជាបងប្អូនអត់ប្រើ Telegram ឬក៏ Bluetooth ទេតែប៉ុណ្ណឹងគឺចប់ហើយបងប្អូនអាចចុចចាក់ចេញបានហើយតែនេះខ្ញុំបើសិនជាបងប្អូនចង់ប្រើ Telegram ខ្ញុំបន្តទៅមុខទៀតគឺចូលទៅកន្លែង local share នេះពណ៌ខ្មៅខាងក្រោមពូនេះពីលើវាទៅបងប្អូនឃើញវាអាចបន្តយើង share ទៅក្នុង Bluetooth message ឬក៏ Telegram រដងយើងចូលទៅក្នុង Telegram អញ្ចឹងឥឡូវយើងចាក់ចេញពី Superpad នេះចេញមកយើងចាប់ដើមដោតដូចនេះទៅក្នុង Good controller នេះ Type C នេះរីឯUSB នេះយើងដោតទៅក្នុង port របស់ computer ទៅអញ្ចឹងពេលយើងដោតហើយយើងនឹងបើក drive របស់យើងនៅក្នុង computer អញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនមើលឥឡូវពេលយើងដោតចូលហើយ computer យើងស្គាល់ drive ហើយយើងនឹងបើកក្នុង file manager នេះនៅក្នុង computer យើងគឺយើងបើកមកគឺយើងឃើញបែបនេះយើងចូលទៅក្នុងនេះមកបងប្អូនមករកមើលពាក្យ Superpad ព្រោះ app របស់យើងគឺ Superpad internal យើង export ទៅមិញហ្នឹងនេះ Superpad អញ្ចឹង file ដែលយើង export មិញគឺឈ្មោះវា A លេខ 4 យើង scroll មកចុះក្រោមមកនេះអញ្ចឹងបងប្អូនអាច copy វាចេញដាក់ក្នុង computer អាចប្រើប្រាស់បានហើយហ្នឹងរបៀបយើងដោតខ្សែនេះបងប្អូនបាទសូមអរគុណ